ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាមកដល់ថ្ងៃនេះមូលនិធិលោកអាវយឺតគុណខ្មែរក្នុងតម្លៃ$9ដើម្បីរៃថវិកាជាជំនួយជួយដល់បងលោកពូវីរៈកងទ័ពជំមុខដែលកំពុងតែតស៊ូការពារបូរណភាពទឹកដីការពារប្រជាជនជាមួយចៅសៀមឈ្លានពានការពារទឹកដីហើយយើងលោកអាវអស់ហើយថវិកាដែលយើងទទួលបានខ្ទង់ជា$400តិចតួចសម្រាប់ទិញជាស្បៀងអាហារឬក៏ឧបករណ៍ប្រើប្រាស់ផ្សេងៗទៅដល់បងវីរៈកងទ័ពហើយក៏សូមគោរពអរគុណពុកម៉ែបងប្អូនដែលបានជួយទិញអាវរបស់ខ្ញុំបាទញ៉ាំវែងហើយអរគុណទៅចិត្តពុកម៉ែបងប្អូនដែលបងប្អូនខ្លះគាត់អាវត្រឹមតែ$9ទេតែគាត់បាញ់ឲ្យដល់ទៅ$20ឬក៏$30មានបងប្អូនខ្លះបាញ់ដល់$50ដើម្បីទិញជាស្បៀងឬក៏ជាអាហារឬក៏ជាថវិកាខ្លះដើម្បីជួយដល់បងវីរៈកងទ័ពជួយមុខអរគុណខ្លាំងមែនទែនបងប្អូនដែលជឿទៅចិត្តលើខ្ញុំបាទលើបញ្ញាថាអាចនឹងយកដែលនឹងយកថវិកាដែលបងប្អូនបកគោជូនយកទៅបកគោជូនបងវីរៈកងទ័ពពិតមិនគិតថាខ្ញុំអាចនឹងយកលុយនេះសម្រាប់ទុកចាយខ្លួនឯងស្រួលខ្លួនឯងហើយបាទហើយអរគុណខ្លាំងមែនទែនដល់បងប្រុសសួរណាស់ដែលបានបាទបងដើមឡើយគាត់ឧបត្ថម្ភអាវយើងគុណខ្មែរខ្ញុំបានលើបញ្ញា50សម្រាប់ពាក់ខ្លួនឯងទេតែដល់ពេលមានសង្គ្រាមទៅក៏ខ្ញុំគិតថាយកអាវនេះទៅលក់ដើម្បីបានលុយជួយចូលរួមបងវីរៈកងទ័ពក្នុងនាមជាប្រជាជនខ្មែរមួយរូបបាទចង់ចូលរួមជួយជាតិតាមលទ្ធភាពដែលធ្វើបានហើយបន្ទាប់មកបងប្រុសសឿមណៈបានបាទជួយទិញអាវ10អាវទៀតសម្រាប់យកលុយដែល10អាវនេះថែមពីលើទៀតដើម្បីចូលរួមជាមួយខ្ញុំបាទជួយដល់បងវីរៈកងទ័ពជួយមកបាទអរគុណខ្លាំងមែនទែនទៅចិត្តបងប្រុសសឿមណៈបាទដែលជាស្ថាបនិកគុណខ្មែរសឹបប្រហ្វៃជាចុងក្រោយមានតែអរគុណពុកម៉ែបងប្អូនទាំងគ្នាដែលបានចូលរួមជាមួយខ្ញុំបាទញ៉ាំវែងហើយសម្រាប់បងប្អូនដែលចង់ចូលរួមបរិច្ចាគឬក៏ចង់ជួយដល់បងវីរៈកងទ័ពជួយមកតាមរយៈខ្ញុំលើបញ្ញាខ្ញុំនឹងតម្លាក់ QR នៅខាងក្រោម comment បងប្អូនអាចចូលរួមជាមួយខ្ញុំបានហើយជំហានដំបូងគេខ្ញុំនឹងយកថវិកាខ្លះហើយដូចជាមានមានទឹកសុទ្ធខ្លះហើយមានមីនេះខ្លះទៅជួយប្រពន្ធដែលជាប្រពន្ធរបស់បងប្រុសស៊ីងុយដែលជាវីរៈកងទ័ពជួយមុខហើយក៏ជាអតីតកីឡាករបដាល់គុណខ្មែរដែលល្បីប្រូបរបស់ប្រទេសកម្ពុជាដែរគឺនៅខេត្តព្រៃវែងតែឥឡូវគាត់ឈប់ពីបដាល់ហើយគាត់បានទៅជាវីរៈកងទ័ពជួយមុខការពារបូរណភាពទឹកដីនៅខាងទិសឧត្តរមានជ័យបងបាទអូខេបងអរគុណច្រើនវីដេអូយើងមានតែប៉ុណ្្នឹងទេបាទជាចុងក្រោយខ្ញុំបាទសូមគោរពជូនពរបងលោកពូវីរៈកងទ័ពជួយមុខដែលកំពុងតែតស៊ូប្រយុទ្ធជាមួយនឹងចៅសៀមឈ្លានពានក្នុងការការពារទឹកដីជួបតែសុខសុវត្ថិភាពសុខភាពល្អនិងច្បាំងឈ្នះឲ្យចៅសៀមឈ្លានពាននឹងបានត្រឡប់មកជួបជុំគ្រួសារវិញដោយសុខភាពក្នុងពេលឆាប់ៗបាទអរគុណ